សួស្តីនិស្សិតពេទ្យទាំងអស់គ្នាជាពិសេសគឺនិស្សិតពេទ្យឆ្នាំទី1ទី2និងទី3ថ្ងៃនេះយើងមានប្រធានបទមួយដែលទាក់ទងជាមួយនឹងពាក្យបច្ចេកទេសពេទ្យដែលយើងលើកនោះគឺ etymology ដែលយើងថាជាពាក្យឫសថ្ងៃនេះប្រធានបទដែលយើងលើកនោះដែលរឹតតែពិសេសនោះគឺយើងលើកយកមកគេហៅថាពាក្យបន្ថែមចុងដែលពាក្យបន្ថែមចុងនោះយើងប្រើពាក្យ ectomy ដែលពាក្យបច្ចេកទេសខ្មែរដែលយើងថាពាក្យខ្មែរយើងគេថាការកាត់ចោលយើងខ្ញុំនឹងធ្វើការលើកឧទាហរណ៍នៅពាក្យមួយចំនួនដូចតទៅ hepatectomy មានន័យថាខ្មែរយើងថាកាត់ថ្លើមចោលវាកាត់ឡើងពីការផ្សំនៃ hepato បូកជាមួយនឹង ectomy ដែល hepato នោះយើងនិយាយយើងបកខ្មែរថាថ្លើមតែ ectomy គឺការកាត់ចោលអញ្ចឹងសរុបមកវិញ hepatectomy មានន័យថាការកាត់ថ្លើមចោលឧទាហរណ៍ទី2 gastrectomy ការកាត់ក្រពះចោលពាក្យនឹងវាកាត់ផ្សំចេញពីការពាក្យបន្ថែមដើមនិងពាក្យបន្ថែមចុងណាដូចជា gastro បូកជាមួយនឹង ectomy gastro មានន័យថាជាក្រពះតែ ectomy គឺការកាត់ចោលអញ្ចឹងយើងគុំគ្នាដោយលុបអូចោលកដាលយើងឲ្យបង្កាត់បានជាពាក្យមួយហៅថា gastrectomy ដែលយើងបកខ្មែរថាកាត់ក្រពះចោលឧទាហរណ៍ទី2ឧទាហរណ៍ទី3គឺ mastectomy ដែលយើងថាការកាត់សុដន់ចោលឧទាហរណ៍ថាគាត់មហារិទ្ធសុដន់អញ្ចឹងពាក្យហ្នឹងគឺប្រើល្អមែនតើគឺ mastectomy ដែលការកាត់ចេញពី masto បូកជាមួយនឹង ectomy masto មានន័យថាសុដន់ ectomy មានការកាត់ចោលអញ្ចឹង mastectomy មានន័យថាការកាត់សុដន់ចោលឧទាហរណ៍ទី3ហើយឧទាហរណ៍ទី4នោះគឺ appendicectomy ដែលយើងថាការកាត់ពោះវៀនខ្នែងចោលបាទការកាត់ពោះវៀនខ្នែងចោលនេះគឺការផ្សំចេញពីពាក្យពីរម៉ាត់គឺ appendix បូកជាមួយនឹង ectomy appendix យើងដឹងហើយថាជាខ្នែងពោះវៀនដូច្នោះ ectomy គឺការកាត់ចោលអញ្ចឹងវាបង្កើតបានជា appendicectomy ដែលយើងថាការកាត់ខ្នែងពោះវៀនចោលហើយឧទាហរណ៍ទី5នេះគឺជាពាក្យដែលប្រើសម្រាប់បុរសតែម្ដងដែលយើងថា penectomy គឺការកាត់លឹងចោលការកាត់លឹងចោលនេះមានន័យថាការកាត់ចេញពីពាក្យពីរម៉ាត់ peno បូកជាមួយនឹង ectomy peno បកថាលឹង ectomy គឺការកាត់ចោលដូច្នោះវាផ្សំបង្កើតបានជា penectomy គឺការកាត់លឹងចោលឧទាហរណ៍ថាក្នុងករណីដែលគាត់មហារិទ្ធលឹងតែម្ដងដូច្នោះដល់ដំណាក់កាលដែលយើងថាដើម្បីការពារកោសិកាមហារិទ្ធមិនឲ្យ metastase គឺការសាយភាសទៅកន្លែងផ្សេងគឺយើងត្រូវតែធ្វើការកាត់លឹងចោលដែលយើងប្រើពាក្យបច្ចេកទេសមួយនេះគឺ penectomy បាទសូមអរគុណចំពោះការចំណាយពេលទស្សនាចំណាយពេលដ៏មានតម្លៃក្នុងការទស្សនាវីដេអូឃ្លីបនេះគោលបំណងគឺសម្រួលដល់និស្សិតពេទ្យឆ្នាំទី1ទី2និងទី3គឺ page Facebook Gem Physiology បាទសូមអរគុណ